ការភ្នាល់គ្នាលើកទី1ក៏បានចាប់ផ្ដើមបុត្រីស្ដេចយក្សសួរថាតើនាងត្រៀមខ្លួនហើយឬនៅបស្បាក៏តបវិញថាខ្ញុំត្រៀមខ្លួនរួចហើយឆាប់ចូលមកតើនរណាថាខ្ញុំវាយគ្នាជាមួយនាងនោះគឺថាការប្រកួតនេះគឺនាងត្រូវបំបែកដែនលំហបំផាន់របស់ខ្ញុំក្នុងរយៈពេល1ម៉ោងប្រសិនបើនាងអាចបំបែកបានគឺនាងឈ្នះបស្បាក៏គិតថានាងនេះពិតជាល្បិចច្រើនមែនល្អខ្ញុំចង់ដឹងណាស់ថាតើលំហបំផាន់របស់នាងមានលក្ខណៈយ៉ាងណានោះបុត្រីស្ដេចយក្សក៏បើកដំណើរការដែនលំហបំផាន់របស់នាងហៅដែននោះថាជាដែននៃការស្រមើស្រមៃពេលនេះបស្បាស្ថិតនៅក្នុងដែននៃការស្រមើស្រមៃនេះហើយនៅក្នុងដែននេះបស្បាក៏បានឃើញស្ដេចញាក់ស្រែកហៅបស្បាថាបស្បារួចហើយបស្បាក៏ទប់វិញថាតាមពិតគឺបងអូននឹកបងខ្លាំងណាស់ស្ដេចនាគក៏បានប្រាប់ទៅបស្បាថាបងមិននឹកស្មានថាអូនខំប្រឹងវឹកហាត់រហូតដល់សក់ខ្លាចជាសបែបនេះសោះបស្បាក៏តបវិញថាដើម្បីបងប៉ុណ្ណឹងគឺមិនអីទេបស្បាក៏បានគិតថាដែនស្រមើស្រមៃនេះបែរជាដឹងអំពីជំរឿនៃចិត្តរបស់ខ្ញុំនាងប្រហែលជាមានរឿងឈឺចាប់លាក់ទុកក្នុងចិត្តមិនខានបានហើយដល់ពេលដែលខ្ញុំចេញទៅវិញហើយបស្បាគ្រាន់តែប្រើកម្លាំងតែបន្តិចធ្វើឲ្យដែនទាំងមូលបែកខ្ទេចខ្ទីគ្មានសល់តែម្ដងពេលដែលដែននោះបែកបុត្រីស្ដេចយក្សក៏បាននិយាយថាមិននឹកស្មានថាធម្មពលវិបកខ្លាំងយ៉ាងនេះសោះរួចហើយនាងក៏បន្តទៀតថាបានហើយការភ្នាល់នេះគឺនាងឈ្នះហើយពេលចូលទៅដល់ក្នុងវាំងនាងក៏និយាយថាខ្ញុំមិននឹកស្មានថានាងអាចបំបែកដែនរបស់ខ្ញុំបានលឿនយ៉ាងនេះសោះបស្បាក៏តបថានេះក៏ព្រោះតែនាងខ្វះបទពិសោធន៍ការប្រើដែនស្រមើស្រមៃគឺគេត្រូវប្រើប្រាស់ជាមួយនឹងមនុស្សដែលកំពុងតែបាត់បង់ស្មារតីឬក៏ត្រូវរបួសគេមិនប្រើជាមួយនឹងមនុស្សដែលនៅកម្លាំងពេញនោះទេពីព្រោះថាគេនឹងអាចបំបែកដែននោះបានដោយងាយបុត្រីស្ដេចយក្សក៏តបថាខ្ញុំមិនដែលបានគិតរឿងនេះនោះឡើយពេលនោះបស្បាក៏បាននិយាយថាឆាប់និយាយអំពីការភ្នាល់គ្នាទី2មកបុត្រីស្ដេចយក្សក៏តបថាការភ្នាល់គ្នាទី2នេះគឺនាងត្រូវតែដោះស្រាយបញ្ហារបស់នគរយក្សខ្ញុំគឺថានៅនគរខ្ញុំគឺមានបិសាចពស់ក្បាល3មួយដែលស្ថិតនៅក្នុងកម្រិតទី10វាតែងតែមកអុកឡុកនៅរាជវាំងរបស់យក្សយើងខ្ញុំចង់ឲ្យនាងបង្ក្រាបវាបស្បាក៏តបថានាងបែរជាចង់ខ្ចីកំបិតសម្រាប់មនុស្សមែនទេពេលនោះបុត្រីស្ដេចយក្សក៏បាននិយាយថាតើនាងព្រមចុះចាញ់ហើយមែនទេបស្បាក៏តបថាបានហើយហ៊ានស៊ីហ៊ានសងប៉ុន្តែខ្ញុំត្រូវការលក្ខខណ្ឌមួយគឺខ្ញុំត្រូវទៅទីនោះតែម្នាក់ឯងពេលនោះបុត្រីស្ដេចយក្សក៏តបថានាងពិតជាចម្លែកណាស់បានហើយអ្វីៗគឺស្រេចលើនាងចោះពេលនេះបស្បាទៅដល់ព្រៃអថន្តយក្សហើយរឿងដំបូងដែលនាងត្រូវធ្វើគឺនាងត្រូវរៀបចំសីមាបង់រុញដីពីព្រោះដើម្បីងាយស្រួលរត់គេចខ្លួននិងក៏អាចធ្វើឲ្យសត្វពស់នោះវង្វេងផ្លូវផងដែរបន្ទាប់ពីរៀបចំសីមាបង្រៀនដីរួចរឿងបន្ទាប់ដែលនាងត្រូវធ្វើគឺនាងត្រូវយកកូនក្រក់ទាំង3ប្រភេទរបស់នាងចេញមកដើម្បីទុកជាសេនាដើម្បីការពារមូលហេតុនេះហើយទើបបស្បាចង់មកទីនេះតែម្នាក់ឯងតើបស្បាអាចយកឈ្នះបិសាចពស់ដែលស្ថិតនៅកម្រិតទី10បានដែរឬទេសូមរងចាំតាមដានទស្សនាភាគបន្ត